ចំណងជើងកូនស្រីស៊ុយអុយអូបន្លំខ្លួនធ្វើជាអ្នកវឹកហាត់ការងារតើអ្នកធ្លាប់ឆ្ងល់ទេថាមនុស្សដែលនៅក្បែរអ្នកបំផុតមនុស្សដែលអ្នកមើលរំលងបំផុតប្រហែលជាមនុស្សដែលមានអំណាចបំផុតដែលអ្នកមិននឹកស្មានដល់នេះគឺជារឿងរ៉ាវរបស់ក្មេងស្រីម្នាក់ដែលជ្រើសរើសលាក់អត្តសញ្ញាណដើម្បីស្វែងរកការពិតនៃបេះដូងមនុស្សនៅក្នុងការិយាល័យដ៏មានញឹកមួយនៃក្រុមហ៊ុនលំដាប់យក្សវិជ្ជាអង្គុយនៅកាច់ជ្រុងតូចមួយគ្រប់គ្នាស្គាល់នាងត្រឹមតែជាក្មេងស្រីហាត់ការសាមញ្ញម្នាក់ដែលស្លូតបូតបំផុតប៉ុន្តែសម្រាប់កិច្ចនិងមុនីដែលជាបុគ្គលិកចាស់ចាត់ទុកវិជ្ជាជាផ្ទាំងស៊ីបសម្រាប់ដោះកំហឹងថ្ងៃនេះយើងនឹងធ្វើបាបក្មេង intern ឲ្យចាស់ដែលម្ដងហាតោះដាក់ក្មេងនឹងទៅហ្គេកហាវិជ្ជាឯកសារប៉ុណ្ណឹងធ្វើមិនត្រូវផងចេញទៅវិញទៅគុំមកនៅធ្ងន់ដីក្រុមហ៊ុនអីសម្ដីអសុរោះនិងឯកសារដែលក្រវត្តចោលពេញអេតធ្វើឲ្យវិជ្ជាខំមាត់សង្កត់ចិត្តនាងអន់រើវាទាំងទឹកភ្នែករលីងរលោងប៉ុន្តែភ្លាមនោះក៏មានដៃដ៏កក់ក្ដៅមួយលុកមកជួយរើបុរសសង្ហាប៉ះចំកញ្ញា intern ជួយរើក្រដាស់វិជ្ជារួចស្ញែងដាក់គ្នាទៅវិញទៅមកហាក់បីដូចមាននិស្ស័យលោក Kevin គាត់ជាប្រធានផ្នែកដែលគ្រប់គ្នាស្រឡាញ់កោតសរសើរគាត់មិនដែលប្រើអំណាចជិះជាន់អ្នកណាឡើយគាត់ងើបឈររួចសម្លឹងមើលកិច្ចនឹងមុនីដោយក្រសែភ្នែកខឹងបើបងមិនចេះបង្រៀនក្មេងថ្មីទេទុកឲ្យខ្ញុំជាអ្នកបង្រៀននាងចុះរាល់ថ្ងៃដែលវិជ្ជាត្រូវគេធ្វើបាប Kevin តែងតែនៅទីនោះពេលខ្លះគាត់ទិញនំទុកឲ្យលើតុពេលខ្លះគាត់ជួយកែការងារដល់យប់ជ្រៅភាពកក់ក្ដៅរបស់ Kevin ចាប់ផ្ដើមធ្វើឲ្យកូនស្រីស៊ុយអុយអូម្នាក់នេះលងស្នេហ៍នាងលួចគិតក្នុងចិត្តថាបើគាត់ដឹងថាខ្ញុំជានរណាតើគាត់នៅតែល្អជាមួយខ្ញុំបែបនេះទេថ្ងៃប្រជុំធំប្រចាំឆ្នាំបានមកដល់បរិយាកាសក្នុងក្រុមហ៊ុនប្រែជាស្ងប់ស្ងាត់ខណៈគ្រប់គ្នាចូលរំចាំស្វាគមន៍កូនស្រីស៊ុយអុយអូដែលទើបត្រឡប់មកពីបរទេសដើម្បីកាន់តំណែងបន្តរចនាសាច់ចំអកឲ្យវិជ្ជាជាលើកចុងក្រោយប្រយ័ត្នណាពេលកូនស្រីស៊ុយអុយអូមកដល់គេនឹងដេញក្មេងអន់ដូចឯងចេញមកគេទ្វារបន្ទប់ប្រជុំបើកឡើងវិជ្ជាដើរចូលមកក្នុងឈុតអាវធំពណ៌ស្យ៉ាងប្រណិតគម្រោង Sikat AO Mobile 5G តម្លៃ$2ទទួលបានទិន្នន័យ 30GB 100នាទីនិង100សារក្នុងប្រព័ន្ធសុពលភាព7ថ្ងៃទឹកមុខមឹងម៉ាត់រឹងមាំនិងមានអំណាចនាងមិនមែនជាក្មេងស្រីហាត់ការដែលចេះតែអង្ក្បាលទៀតឡើយនាងដើរទៅអង្គុយលើកៅអីប្រធានរួចសម្លឹងមើលទៅកិច្ចនឹងមុនីដែលកំពុងស្លេកមុខដូចខ្មោចលងប៉ុន្តែក្រសែភ្នែករបស់វិជ្ជាប្រែជាទន់ភ្លួនភ្លាមនៅពេលងាកទៅរក Kevin ដែលកំពុងឈរភាំងវិជ្ជាដើរទៅរកគាត់រួចនិយាយតិចថា Kevin អរគុណដែលកន្លងមកស្រឡាញ់ខ្ញុំដោយសារជាខ្លួនខ្ញុំមិនមែនដោយសារតំណែងរបស់ខ្ញុំ Kevin ព្រមធ្វើជាអ្នកការពារកូនស្រី CAO ម្នាក់នេះរហូតទៅដែរទេ Kevin ញឹមរួចកាន់ដៃនាងយ៉ាងណែននៅក្នុងលោកដ៏មានញឹកនេះពួកគេបានរកឃើញអ្វីដែលកំបោរបំផុតនោះគឺភាពស្មោះត្រង់ដែលលាក់ខ្លួននៅក្នុងភាពសាមញ្ញបំផុត